trongពេលសង្គ្រាមនេះអ្វីដែលបងប្អូនខ្វះមិនបានបន្ទាប់ពីស្បៀងគឺថ្នាំព្យាបាលពេលភាសឹកស្បៀងមានហើយប៉ុន្តែបើសិនជាយើងអត់ថ្នាំមកក៏ពិបាកដែរបងប្អូនគួរតែមានយកដាក់តាមខ្លួនមានដូចជាថ្នាំប៉ារ៉ាថ្នាំរាគថ្នាំឈឺពោះថ្នាំឈឺកគឺមិនត្រូវឲ្យដាច់ទេហ្នឹងគឺថ្នាំផ្ដាសាយនឹងតែម្ដងអូនត្រូវការថ្នាំទាំងអស់នេះកុំភ្លេចមករកនៅ Pharmacy Moni Infama Pharmacy របស់គាត់គឺមានលក់ថ្នាំសម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទតែម្ដងពីថ្នាំគាត់ក៏មានជាប្រភេទអាហារបំពងនេះដែរសម្រាប់ម្សៅទឹកដោះគោនេះវិញគឺជំនួយខ្លាំងមែនទែនដល់អ៊ំចាស់ពីនេះទៅទៀតនៅកន្លែងគាត់ក៏មានលក់ជា supplement ផងដែរគាត់មានទាំងសម្រាប់យុវវ័យកុមារនិងមនុស្សចាស់ដែលពិសេសនោះនៅ Pharmacy ខាងគាត់គឺគាត់មានចាក់រំលែកលក់រាយរាល់ supplement ទាំងអស់ហើយបើបងរៀងស្ទើរថវិកាប៉ុន្តែចង់ញ៉ាំ supplement ដែលល្អជំនួយដល់សុខភាពបងអាចអញ្ជើញទៅទិញនៅកន្លែងគាត់បានខាងគាត់គឺមានចាក់រំលែកលក់ចាប់ពី10គ្រាប់ឡើងទៅ supplement ល្អនៅខាងគាត់ក៏មានលក់ជាប្រភេទ skin care ដែរតែជា brand ល្បីដូច brand មួយនេះអីអញ្ចឹងអ្នកទាំងងន់ក៏អាចប្រើបានដែរពីហ្នឹងនៅកន្លែងគាត់ក៏មានលក់ជាប្រភេទសាប៊ូដោះខ្លួនលេលាបខ្លួន foam លាងមុខជាមួយនឹងទឹកអប់ផងដែរសម្រាប់ទីតាំងហាងគាត់វិញគឺមាន2សាខាអ្នកនរគ្នាឥឡូវនេះគាត់កំពុងតែបើកជាមួយនឹងសាខាថ្មីទីតាំងរបស់គាត់នៅផ្សារថ្មីហ្នឹងហើយអ្នកនរគ្នាអាចជិះមកតាមវីដេអូដែលខ្ញុំបានបង្ហាញនេះបានជាពីតែរបស់ខ្ញុំមកអ្នកនរគ្នាមកដល់កន្លែងស្ថានភាពធំមួយនេះដែលអ្នកនរគ្នាបត់ខាងស្ដាំដៃហើយអ្នកនរគ្នាទៅត្រង់រហូតទៅហើយអ្នកនរគ្នាបត់ខាងឆ្វេងដៃវិញមកចាហើយទីតាំងរបស់គាត់គឺនៅខាងស្ដាំដៃនឹងឯងម៉ាស៊ីនរបស់គាត់មានឈ្មោះថា Moni Infama សម្រាប់សាខាទី1របស់គាត់វិញគឺនៅទល់មុខកាហ្វេ Madi នៅក្នុងបរិយារំជ័យអ្នកនរគ្នាបើអ្នកនរគ្នាត្រូវការថ្នាំក្នុងការឈឺស្កាត់អីផ្សេងក៏ដូចជា supplement និង skin care ល្អដែលនាំចូលពីបរទេសហើយសុទ្ធហ្មងណាអ្នកនរគ្នាកុំភ្លេចទៅរកនៅកន្លែងគាត់ណាជំនាញជួនរបស់សុទ្ធ 100% ញ៉ាំទៅគឺមានគុណភាពតែម្ដងបងអរគុណច្រើន